សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការបន្ថែមសំឡេងឬក៏បន្ថយសំឡេងទី2គឺយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការ add ទៅលើ audio point ទី3គឺរៀនទាក់ទងជាមួយនឹងរបៀបនៃការ remove ឬក៏លុបទៅលើ audio point បន្ទាប់ពីយើងធ្វើការ add វាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Camtasia អូខេអញ្ចឹងនៅពេលណាបងប្អូនបើកកម្មវិធី Camtasia ហើយបងប្អូនយក clip វីដេអូដែលមានសំឡេងឬក៏យើងយកសំឡេងដើម្បីយកមកអនុវត្តអញ្ចឹងគឺខ្ញុំបានយកវីដេអូមួយដែលខ្ញុំកាត់ដើម្បីធ្វើការបរៀនទាក់ទងជាមួយនឹងកម្មវិធី Camtasia ហ្នឹងយកចូលក្នុង project អញ្ចឹងខ្ញុំគ្រាន់តែធ្វើការទាញវាដាក់ចូលនៅក្នុងtrack របស់យើងអញ្ចឹងបងប្អូនមើលសម្រាប់ clip វីដេអូនេះគឺវាមានសំឡេងផងដែរអញ្ចឹងអ្វីដែលយើងត្រូវការនោះគឺទាក់ទងជាមួយនឹងសំឡេងដោយសារតែយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការសារ៉េទៅលើសំឡេងហ្នឹងឲ្យវាលឺខ្លាំងឬក៏លឺខ្សោយអញ្ចឹងយើងគ្រាន់តែធ្វើការ click លើ clip វីដេអូដែលមានសំឡេងហ្នឹងហើយយើងធ្វើការ right click បន្តមកទៀតគឺយើងចូលទៅប្របែកវាសិនគឺខ្ញុំយកពាក្យថា separate audio and video ជួយយើង click លើវាមកអូខេអញ្ចឹងគឺវាបានធ្វើការប្របែកទៅលើ clip video ហើយនិង audio ហើយអញ្ចឹងនៅពេលណាយើងប្របែកវាបងប្អូនឃើញមានបន្ទាត់មួយនេះចាបន្ទាត់ហ្នឹងហើយគឺជាបន្ទាត់មួយសម្រាប់យើងឲ្យសំឡេងហ្នឹងគឺវាឡើងឬក៏ចុះចឹងយើងគ្រាន់តែយក cursor ដាក់នៅពីលើវាឲ្យចេញសញ្ញាព្រួយរបៀបនេះហើយ click អូវាចុះក្រោមឬក៏ឡើងលើបើសិនបើចុះក្រោមមានន័យថាយើងបន្ថយសំឡេងតែបើសិនបើយើង click អូសឡើងលើមានន័យថាយើងបន្ថែមសំឡេងឥឡូវខ្ញុំធ្វើការបន្ថយវាចុះអញ្ចឹងខ្ញុំគ្រាន់តែយក cursor ដាក់នៅកន្លែងហ្នឹងមកហើយចេញសញ្ញាព្រួយក្បាលពីរបៀបហ្នឹងហើយយើង click អូសចុះក្រោមអញ្ចឹងបងប្អូនមើលនៅកន្លែងនោះឃើញភាគរយរបស់វាអញ្ចឹងភាគរយ 100% មានន័យថាសំឡេង original របស់វាអញ្ចឹងយើងអាចធ្វើការ click ទាញអូសចុះក្រោមមកដើម្បីបន្ថយភាគរយរបស់វាអញ្ចឹងយើងឃើញសំឡេងបានចាប់ផ្ដើមថយចុះហើយនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើការ play ឥឡូវបងប្អូនស្ដាប់សិន clip ដើមរបស់វាអញ្ចឹងបងប្អូនមើលនេះគឺជា clip original របស់វាអូខេអញ្ចឹងបងប្អូនឃើញទេគឺវាខ្សោយដោយសារតែយើងបានបន្ថយសំឡេងហើយបើសិនបើយើងចង់ទៅឡើងវាវិញទេគឺយើងគ្រាន់តែធ្វើការយក cursor ដាក់នៅពីលើបន្ទាត់ហ្នឹងហើយយើងចាប់ផ្ដើមធ្វើការclick សកត់ mouse ហើយអូសវាឡើងលើចុះយើងឃើញថាភាគរយនៃសំឡេងបានត្រូវបានបង្កើនបងប្អូនឃើញអូខេឥឡូវខ្ញុំដាក់វាប៉ុណ្ណឹងហើយឥឡូវយើងចាប់ផ្ដើមស្ដាប់ដើមរបស់វាអញ្ចឹងគឺយើងឃើញមនុស្សកំពុងតែរត់មកខាងមុខរបៀបអូខេអញ្ចឹងសំឡេងរបស់វាគឺលឺដោយសារតែយើងបាន click អូសវាឡើងលើអញ្ចឹងរបៀបនៃការតម្លើងសំឡេងឬក៏បន្ថយសំឡេងគឺមិនពិបាកទេយើងគ្រាន់តែ click ទៅហើយយើងយក cursor ដាក់នៅពីលើវាឲ្យចេញសញ្ញាព្រួយរបៀបនេះហើយ click អូសវាឡើងលើឬក៏ចុះក្រោមដើម្បីធ្វើការសារ៉េសំឡេងវាឲ្យវាឡើងឬក៏ចុះមួយទៀតឥឡូវខ្ញុំអូសវាចុះក្រោមសិនខ្ញុំចង់បានវាប៉ុណ្ណឹងចុះអូខេមួយទៀតគឺយើងចង់ឲ្យសំឡេងហ្នឹងគឺវាកន្លែងណាមួយវាអាចឡើងកន្លែងណាមួយអាចចុះទៅតាមសាច់វីដេអូរបស់យើងអញ្ចឹងគឺយើងអាចប្រើប្រាស់ទៅលើ audio point ដើម្បីធ្វើការ add ទៅលើខ្សែហ្នឹងដើម្បីឲ្យវាបានសំឡេងតាមអ្វីដែលយើងចង់បានឥឡូវយើងធ្វើការ add វាខ្ញុំទាញ indicator ដាក់នៅទីតាំងណាមួយហើយខ្ញុំគ្រាន់តែយក cursor ដាក់នៅពីលើវាចេញសញ្ញាព្រួយរបៀបហ្នឹងមកហើយ right click បងប្អូនយកពាក្យថា add audio point យើង click វាមកអូខេចាំបងប្អូនឃើញមាននេះប៊ូតុងនេះមួយនេះហើយនេះមួយទៀតឥឡូវខ្ញុំ add ថែមទៀតខ្ញុំ right click ហើយខ្ញុំ add វាទៀតអូខេឥឡូវយើងមើលឥឡូវខ្ញុំទាញយើងអាចសារ៉េវាខ្ញុំ click វាមួយមកខ្ញុំទាញវាទៅដល់ទីតាំងណាក៏បានយើងចង់ add ឥឡូវឧទាហរណ៍ខ្ញុំចង់ឲ្យកន្លែងនេះសំឡេងវាគឺចុះក្រោមអញ្ចឹងគឺខ្ញុំគ្រាន់តែ click ទៅលើនេះមកនេះចុងនេះឲ្យទាញវាចុះក្រោមនេះអញ្ចឹងយើងមើលសំឡេងនេះប្រេកង់សំឡេងនេះវាចាប់ផ្ដើមថយចុះទៅតាមយើង click ទាញទៅលើ audio point នឹងចុះក្រោមរីអានេះគឺវារក្សាដដែលហើយបើសិនបើយើង play ឥឡូវបងប្អូនស្ដាប់សិនសូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងការ reverse clip
ពេលដែលបងប្អូនមើលអញ្ចឹងសំឡេងគឺវាចាប់ផ្ដើមឮបន្តិចម្ដងទៅតាមព្រៃកង់ដែលបានបង្ហាញនឹងអូខេឥឡូវមួយទៀតឧទាហរណ៍នៅកន្លែងនេះខ្ញុំចង់ធ្វើការបន្ថយសំឡេងអញ្ចឹងខ្ញុំគ្រាន់តែធ្វើការយក cursor ដាក់នៅកន្លែងហ្នឹងមកហើយ right click ហើយយកពាក្យថា add audio point អូខេហើយបន្តមកទៀតខ្ញុំ click ទៅលើអាហ្នឹងមកនេះ click ទៅលើ audio point ហ្នឹងហើយខ្ញុំទាញចុះក្រោមអញ្ចឹងយើងឃើញថាព្រៃកង់នៃសំឡេងវាបានថយចុះអញ្ចឹងសំឡេងគឺត្រង់ទីតាំងនេះគឺវាចាប់ផ្ដើមឮហើយវាចាប់ផ្ដើមបន្ថយបន្តិចម្ដងរហូតដល់កន្លែងនេះគឺវាថយសំឡេងជាអតិបរមាមានថាវាអត់សូវឮរីឯចាប់ពីចំណុចនេះវាចាប់ផ្ដើមឮខ្លាំងបន្តិចម្ដងរហូតដល់នេះអញ្ចឹងបងប្អូនស្ដាប់សិន Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Camtasia អូខេអញ្ចឹងពេលដែលបងប្អូនបើកកម្មវិធី Camtasia រួចហើយបងប្អូនចូលទៅយក clip ណាដែលបងប្អូនចង់ធ្វើការ reverse អូខេអញ្ចឹងគឺខ្ញុំចូលទៅអូខេអញ្ចឹងបងប្អូនអាចដាក់នៅកន្លែងណាមួយដែលបងប្អូនចង់ឲ្យសំឡេងហ្នឹងគឺវាឮឬក៏សំឡេងវាថយទៅតាមទីតាំងដែលយើង add ទៅលើ audio point ឧទាហរណ៍កន្លែងនេះខ្ញុំចង់ add ទៀតអញ្ចឹងខ្ញុំគ្រាន់តែយក cursor ដាក់នៅកន្លែងហ្នឹងមកហើយ right click យកពាក្យថា add audio point អញ្ចឹងខ្ញុំបាទ add មួយទៀតឥឡូវខ្ញុំចង់ add កន្លែងនេះទៀតអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យកន្លែងនេះគឺវារៀងថយសំឡេងតិចគឺខ្ញុំ click លើវាមកខ្ញុំអូសចុះក្រោមតិចអញ្ចឹងគឺសំឡេងហ្នឹងគឺវាឡើងចុះទៅតាមអ្វីដែលយើងចង់ឲ្យវាគឺសារតែយើងកំណត់ទៅលើ audio point ហ្នឹងអូខេឧទាហរណ៍នៅកន្លែងនេះខ្ញុំចង់បន្ថយសំឡេងនៅកន្លែងនេះខ្ញុំកាត់តិចចុះឧទាហរណ៍ខ្ញុំកាត់វាខ្ញុំមិនបាច់កាត់ក៏បានតែជាការឧទាហរណ៍គឺខ្ញុំកាត់វាចោលសិនមកអូខេសំឡេងហើយបន្តមកទៀតគឺខ្ញុំ click លើវាមកហើយខ្ញុំធ្វើការ right click add ទៅលើ audio point ហ្នឹងអូខេហើយខ្ញុំទាញវាមកខាងនេះហើយខ្ញុំចង់ឲ្យសំឡេងនេះគឺថយចាប់ពីទីនេះទៅអញ្ចឹងគឺខ្ញុំ add វាមួយទៀតអូខេហើយខ្ញុំ click ទៅលើអាចុងគេនេះមកវាចុះក្រោមមកនេះទាញវាចុះក្រោមអូខេអញ្ចឹងគឺសំឡេងវាចាប់ដើមថយចុះរហូតដល់កន្លែងនេះគឺលែងឮតែម្ដងដោយសារតែយើងបានទាញទៅលើ audio point ហ្នឹងហើយក្នុងករណីយើងចង់ធ្វើការលុបវាវិញយើងគ្រាន់តែ click ទៅលើ audio point ហ្នឹងមកហើយយើង right click យើងយកពាក្យថា delete ឬក៏យើងយកពាក្យមួយទៀតគឺ remove all audio point ឥឡូវខ្ញុំយក delete សិនពេលខ្ញុំ click delete មួយមកអញ្ចឹងវាលុបទៅកន្លែងហ្នឹងទេរីឯបើសិនបើករណីយើងចង់ remove all យើងគ្រាន់តែ click ទៅលើ audio point ណាមួយហើយបន្តមកទៀតយើង right click យើងយកពាក្យថា remove all audio point អូខេដល់ពេលណាយើង remove វាគឺសំឡេងវាគឺវាមកដើមវិញអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹងរបៀបនៃការតម្លើងសំឡេងនៅក្នុងកម្មវិធី Camtasia ឬក៏បន្ថយសំឡេងហើយមួយទៀតគឺយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការ add ទៅលើ audio point ដើម្បីឲ្យតំបន់ឬក៏ទីតាំងណាមួយឲ្យវាឮខ្លាំងឬក៏វាឮខ្សោយហើយមួយចុងក្រោយគឺយើងបានរៀនទាក់ទងជាមួយនឹងរបៀបនៃការ delete ហើយនិង remove ទៅលើ audio point បន្ទាប់ពីយើងបានធ្វើការ add វាអញ្ចឹងសូមអរគុណសូមជម្រាបលា